Đồng Nam hộp play mộtประเภทนี้កំពុងតែពេញនិយមដាំដុះខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគឺជាប្រភេទដើមឈើហូបផ្លែដែលមានរសជាតិឆ្ងាញ់ហើយនឹងងាយស្រួលក្នុងការដាំដុះណាហើយគឺគេដាំដុះលក្ខណៈថាពេញនិយមខ្លាំងមែនទែនជាពិសេសប្រទេសដែលនៅជុំវិញតំបន់អាស៊ីរបស់យើងណាបងប្អូនដូចជាចិនវៀតណាមថៃអីហ្នឹងគឺគេដាំដុះដំណាំប្រភេទនេះច្រើនមែនទែននៅឡើយតែកម្ពុជាយើងទេអត់ទាន់មានឃើញបងប្អូនណាដាំដុះជាចំការឲ្យធំដុំកំពួននៅឡើយទេហើយដំណាំប្រភេទនេះដែលមានឈ្មោះថាផ្លែលវីតែគេហៅលវាបារាំងណាបងប្អូនដោយសារផ្លែវាធំហើយការដាំដុះរបស់វានឹងគឺងាយស្រួលមែនទែនលក្ខណៈថាជាដំណាំមួយប្រភេទដែលអត់រើសដីទេហើយគឺធំធាត់លឿនអញ្ចឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាចាប់អារម្មណ៍អាចរកពូជមកដាំដុះដំណាំប្រភេទនេះណាដោយសារនៅលើទីផ្សារនៅក្នុងស្រុកយើងអីផ្លែឈើប្រភេទនេះដូចជាអត់ទាន់មានឃើញលក្ខណៈថាលក់ឲ្យសបោហោហ៊ាននៅឡើយទេបើសិនជាមានក៏លក្ខណៈថាជារបស់ដែលនាំចូលមកណាដោយសារនៅក្នុងស្រុកយើងដែលមានចំការធំដាំដុះដំណាំប្រភេទនេះគឺនៅឡើយអត់ទាន់មានសម្រាប់ស្រុកគេនៅថៃវៀតណាមនៅចិនអីគេដាំដុះច្រើនមែនទែនដំណាំប្រភេទនេះដោយសារតែវាងាយស្រួលដាំហើយការលក់ហ្នឹងក៏បានថ្លៃគួរសមដែរបងប្អូនទាំងអស់គ្នាហើយជាប្រភេទដំណាំថ្មីលក្ខណៈថាជាប្រភេទដំណាំដែលនាំចូលណាប៉ុន្តែគ្រាន់តែវាអត់រើសដីទេគឺអាចដាំបានគ្រប់សន្តានដីឲ្យតែស្រោចទឹកដាក់ជីគឺចេញផ្លែហើយអញ្ចឹងនៅចាំកាលទៀតបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ការដាំដំណាំហូបផ្លែក៏ដូចជាបន្លែគ្រប់មុខណាយើងអាចរកពូជមកដាំដុះលក្ខណៈថាមួយដើមពីរដើមសាកល្បងមើលទៅទុកគ្រាន់បេះហូបថ្ងៃឡើងឬក៏ល្ងាចឡើងអីចឹងណាបងប្អូនពេលដែលយើងមានដើមឈើដំណាំដាំដុះនៅចិត្តផ្ទះរបស់យើងហ្នឹងគឺលក្ខណៈថាក្តីសុខតែម្ដងគឺមិនបានអីក៏បានបេះហូបខ្លួនឯងទេមិនបាច់ថាដល់លក់ដល់លើទីផ្សារទេអញ្ចឹងហើយមិនខុសពីពាក្យចាស់លោកថាអីលពឹសដៃតៃឆ្អែតណាបងប្អូនបើយើងដាំដុះដំណាំហូបផ្លែបែបនេះមិនយូរទេវានឹងឲ្យផលគឺយើងនឹងបានហូបដំណាំដែលយើងដាំឯងតែបងប្អូនដាំតបែកគឺផ្លែតបែកដាំស្វាយផ្លែស្វាយឯងអញ្ចឹងហើយគឺលក្ខណៈថាដំណាំដែលយើងអាចហូបផ្លែបានគួរតែដាំដុះនៅចិត្តផ្ទះរបស់យើងហើយបើសិនជាបងប្អូនចង់សិក្សាពីដំណាំនេះក៏ដូចជាដាំលក្ខណៈជាចំការប្រកបអាជីវកម្មតែម្ដងចឹងបងប្អូនអាចរកអ្នកជំនាញហើយប្រឹក្សាយោបល់ជាមួយគាត់ទៅយើងអាចដាំដុះបានហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះណាហើយកុំភ្លេចជួយចុច share ម្នាក់មួយផងណាបងប្អូនទាំងអស់គ្នាអើយ